កត្តាប្រឈមដែលអាចធ្វើឲ្យអ្នកម៉ាក់កើតជំងឺកូនក្រៅស្បូនទី1ធ្លាប់មានជំងឺកូនក្រៅស្បូនពីមុនមកទី2មានការរលាកឬបង្ករោគនៅបំពង់ដៃស្បូនទី3មានបញ្ហាតាក់ទងនឹងលទ្ធភាពធ្វើឲ្យមានកូនទី4បញ្ហាតាក់ទងនឹងរចនាសម្ព័ន្ធរបស់បំពង់ដៃស្បូនឬបំពង់ដៃស្បូនមានការខូចខាតណាមួយក្នុងពេលវះកាត់កាលពីមុននិងទី5ជំរើសនៃការប្រើវិធីពន្យាកំណើតដូចជាការដាក់កងក្នុងស្បូនឬចងដៃស្បូន